អូនធ្វើស្អីហ្នឹងគ្មានដឹងប្រយ័ត្នប្រយែងខ្លួនឯងបន្តិចសោះអូនកំពុងមានផ្ទៃពោះដឹងអត់ហេតុអីចាំបាច់ធ្វើបាបខ្លួនឯងដល់ថ្នាក់ហ្នឹងរឿងអស់ហ្នឹងចាំបាច់ឲ្យអូនទៅធ្វើដោយផ្ទាល់ដៃដែរហេអូនសុំទោសបងមិនមែនបន្ទោសអូនទេណាបើអូនមិនអាណិតខ្លួនឯងក៏ត្រូវគិតដល់កូននៅក្នុងពោះដែរចុះបើមានរឿងអីកើតឡើងមែននោះក្តីសម្លាញ់អូនដឹងខុសហើយចាំបងទៅសួរគ្រូពេទ្យមើលថាលទ្ធផលពិនិត្យយ៉ាងម៉េចហើយមិញនឹងនាងហៅយើងថាកុំក្តីសម្លាញ់យូរហេមិនក៏គាត់កាច់ម្លេះណាអ្នកស្រីលោកប្រធានស៊ីមគាត់បារម្ភពីអ្នកស្រីខ្លាំងណាស់ប្រជុំម្សិលមិញមិនទាន់ចប់ផងគាត់ក៏ប្រញាប់ជិះយន្តហោះជើងដំបងគេមកវិញភ្លាមហើយយប់មិញគាត់អង្គុយចាំក្បាលគ្រែអ្នកស្រីពេញមួយយប់ទល់ភ្លឺទៀតផងអ្នកស្រីលោកប្រធានស៊ីមមកទទួលអ្នកស្រីទៅផ្ទះវិញហើយចាអូនកាត់អីហ្នឹងកាត់អីមែនទេឬមួយមិនស្រួលខ្លួនទៀតហើយតោះពួកយើងត្រឡប់ទៅមន្ទីរពេទ្យវិញមិនធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេមកពីអូនចុះជាតិស្ករគ្រាន់តែវើមុខបន្តិចតើអូនដឹងខុសហើយកុំខឹងនឹងអូនទៀតអីណាបរិយាកាសក្នុងផ្ទះត្រជាក់ដល់ក៏ហើយតាស្គាល់ខុសស្គាល់ត្រូវបែបហ្នឹងគួរតែមានរង្វាន់ឲ្យតើអាស៊ីនម៉ាក់អូននេះជាប្រពន្ធខ្ញុំលូយូយូម៉ាក់ជំរាបសួរអ្នកម៉ាក់បាត់ដំឡើយគិតថាពីថ្ងៃទៀតនឹងនាំយូយូទៅសួរសុខទុក្ខម៉ាក់ចុះមិនក៏ម៉ាក់អញ្ជើញមកដោយខ្លួនឯងអញ្ចឹងបើម៉ាក់មិនមកទេផ្ទះនេះច្បាស់ជាត្រូវគេលួចបាត់ថាមិនដឹងសោះកូនប្រុសនេះជាមនុស្សស្រីដែលកូនចង់ការជាមួយហេមានមើលទៅសំរុំបន្តិចសោះយូយូអូនឡើងទៅសម្រាប់លើផ្ទះមុនទៅណាចាម៉ាក់ខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំកំពុងធ្វើអ្វីម៉ាក់កុំបារម្ភពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំច្រើនពេកបានទេពូជពងក៏គ្មានចំណេះវិជ្ជានិងសមត្ថភាពក៏គ្មានតើឯងស្រឡាញ់ពេញចិត្តនាងត្រង់ណាទៅនាងឯណាទៅធៀបនឹងហ្វាងយីបានទៅហ្វាងយីរូបថតអនុស្សាវរីយ៍ថ្ងៃខួបកំណើតអាយុ22ឆ្នាំស្រឡាញ់ស៊ីនជារៀងរហូតរឿងខាងម៉ាក់អូនកុំបារម្ភអីណារសៀលនេះបងត្រូវទៅធ្វើការនៅអាមេរិកហើយកិច្ចការនៅក្នុងផ្ទះទាំងអស់មានគេមើលថែជួយកុំធ្វើការហត់ពេកណាតើម៉ាក់បងនឹងបោះលុយ50លានឲ្យអូនដើម្បីឲ្យអូនដើរចេញពីបងដែរអត់អញ្ចឹងបងឲ្យអូន500,000លានតែម្ដងទៅសូមអង្វរឲ្យអូននៅបន្តជាមួយបងអាឡូជំរាបសួរតើនោះជាកញ្ញាលូយូយូមែនទេចាស់ត្រូវហើយជំរាបសួរតើអ្នកណាកំពុងនិយាយហ្នឹងខ្ញុំឈ្មោះហ្វាងយីជាអតីតសង្សាររបស់អាស៊ីនលើកនេះដែលគាត់មកអាមេរិកគឺដើម្បីរូបខ្ញុំសង្ឃឹមថានាងនឹងមិនបន្ទោសគាត់អីទៅចុះណាហ្វាងយីនាងចេញមកក្រៅបន្តិចមើលមិនក៏បងស្រាប់តែត្រឡប់មកវិញភ្លាមអញ្ចឹងបងស្មានតែពេលអូនឃើញបងអូននឹងសប្បាយចិត្តសោះមកពីបងបារម្ភពីអូនទើបសុខចិត្តជិះយន្តហោះជាង10ម៉ោងពេញទាំងយប់ដើម្បីមកជួបអូនវិញចុះមិនក៏អូនបែរជាចេញអាកប្បកិរិយាបែបហ្នឹងទៅវិញការដែលបងប្រញាប់ត្រឡប់មកវិញគឺដោយសារតែមានគេប្រាប់បងថាអូនបានទៅជួបលូហៅរ៉ាន់មែនទេមិនមែនអញ្ចឹងទេតាមពិតទៅមិនថានរណាជាអ្នកនិយាយមុននោះទេលទ្ធផលគឺវានៅតែដែរហ្នឹងមិនបាច់សាំញ៉ាំស្មុគស្មាញច្រើនពេកទេតើអូនកំពុងនិយាយពីស្អីហ្នឹងឈួតឡប់មែនទេហើយ